ក្នុងនាមយើងជាខ្មែរក្នុងនាមពួកយើងជាអ្នកកាន់ពុទ្ធសាសនាបង្ហាញថាពួកយើងគឺជាពុទ្ធសាសនិកបង្ហាញថាប្រទេសជាតិរបស់យើងគឺត្រូវការសន្តិភាពខ្ញុំសូមថ្វាយបង្គំប្រធានគ្រប់ព្រះអង្គសូមធ្វើសេចក្តីរាប់អានចំពោះលោកអ្នកដែលមានអាយុគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្រប់គ្នាដែលកំពុងតែទស្សនានៅក្នុងវីដេអូនេះនៅពេលនេះខ្ញុំកណាអាត្មាភិក្ខុកោសលមនីអឿកុសលជាសមាជិកនៅក្នុងក្រុមការងាររៀបចំនៅក្នុងការផ្សព្វផ្សាយទាក់ទងនឹងពិធីបុណ្យមគ្គបូជាក៏ដូចជាពិធីប្រកាសសច្ចកិរិយានិងពិធីទិដ្ឋកុសលជូនចំពោះវីរៈកងទ័ពជួរមុខដែលកម្មវិធីនេះគឺធ្វើឡើងនៅក្នុងស្រុកកោះធំជាពិសេសទីកន្លែងនៅក្នុងកីឡដ្ឋានស្រុកកោះធំយើងផ្ទាល់តែម្ដងដោយនៅក្នុងនោះមានការនិមន្តនិងអញ្ជើញចូលរួមពីក្រុងសពើពូនផងដែរអញ្ចឹងពិធីមគ្គបូជាក៏ដូចជាប្រកាសសច្ចកិរិយាក៏ដូចជាឧទ្ទិសកុសលជូនចំពោះវីរៈកងទ័ពក្តីនេះខ្ញុំសូមពិតប្រកេនជូនថាពិធីនេះគឺយើងធ្វើឡើងក្រោមការដឹកនាំដោយស្រុកកោះធំយើងមានព្រះអង្គគ្រូបញ្ញានុរកិតសិនម៉ាប់ព្រះគ្រូអនុគុណស្រុកកោះធំហើយក៏មានការអញ្ជើញចូលរួមពីខាងរដ្ឋបាលផងដែរតែដឹកនាំដោយលោកឆែវ៉ាន់ឌីអភិបាលនៃគណៈអភិបាលស្រុកកោះធំហើយសហការីមន្ត្រីគ្រប់ឋានានុក្រមទាំងអស់ក៏លោកនឹងអញ្ជើញចូលរួមហើយមានសិស្សានុសិស្សលោកគ្រូអ្នកគ្រូក៏អញ្ជើញចូលរួមផងដែរហើយចំពោះក្រុងសំពៅពូនវិញក៏មានការនិមន្តចូលរួមពីសំណាក់អង្គគ្រូបញ្ញានុរក្ខមុនីនៃយន្តយុធានណាព្រះគ្រូអនុគុណក្រុងសំពៅពូននិងព្រះសហការីមន្ត្រីសង្ឃគ្រប់ព្រះអង្គវិជ្ជាធិការគ្រប់បណ្ដាវត្តទាំងអស់ហើយរដ្ឋបាលក្រុងក៏មានការដឹកនាំដោយលោកអេសុវិចិត្រអភិបាលនៃគណៈអភិបាលក្រុងសំពៅពូននិងសហការីគ្រប់ឋានានុក្រមទាំងអស់ផងដែរអញ្ចឹងគួរបញ្ជាក់ផងដែរថាកម្មវិធីមគ្គបូជាក៏ដូចជាពិធីប្រកាសនៅសច្ចកិរិយានេះគឺយើងធ្វើឡើងក្នុងគោលបំណងដើម្បីទីមួយគឺពួកយើងជាអ្នកកាន់ពុទ្ធសាសនាយើងប្រកបធ្វើពិធីនេះឡើងគឺជារឿងសំខាន់ហើយមួយទៀតដែលចង់បញ្ជាក់ថាពិធីនេះគឺយើងធ្វើតែមួយថ្ងៃប៉ុណ្ណោះដែលយើងនឹងត្រូវប្រកបធ្វើឡើងនៅថ្ងៃអាទិត្យ14កើតខែមិញប្រសិនបើកណាគុណចាស់ញាតិញោមណាគ្រប់ព្រះអង្គគ្រប់គ្នាគ្រប់បណ្ដាទិសទីទាំងអស់មានបំណងដើម្បីនឹងអញ្ជើញចូលរួមក៏អាចនិមន្តនឹងអញ្ជើញចូលរួមជាមួយខាងក្រុមការងារសាលានុគុណស្រុកកោះធំក៏ដូចជាសាលានុគុណក្រុងសំពៅពូនយើងផងដែរសូមពិតប្រកេនជូនប៉ុណ្ណឹងហើយគួរបញ្ជាក់បន្តិចទៀតមុននឹងបញ្ចប់ដោយសារតែកម្មវិធីរបស់យើងគឺប្រសង់ទាំងពីរក្រុងស្រុកមានចំនួនប្រមាណជា400ព្រះអង្គមានចំនួន38វត្តហើយក៏មានសិស្សានុសិស្សលោកគ្រូអ្នកគ្រូញាតិញោមពុទ្ធបរិស័ទអញ្ជើញចូលរួមហោហែទៅទៀតអញ្ចឹងចំនួននឹងអាចច្រើនហើយពិធីនេះយើងធ្វើគឺបង្ហាញក្នុងនាមយើងជាខ្មែរក្នុងនាមពួកយើងជាអ្នកកាន់ពុទ្ធសាសនាបង្ហាញថាពួកយើងគឺជាពុទ្ធសាសនិកបង្ហាញថាប្រទេសជាតិរបស់យើងគឺត្រូវការសន្តិភាពដូច្នេះសូមប្រកេននិងជូនប៉ុណ្ណេះណាសូមអរគុណនិងអរគុណ